ដំណើរកំសាន្តភូមិដំណាក់ដំរីបានមកដល់គោលដៅរបស់នាងខ្ញុំហើយអញ្ចឹងបងប្អូនទាំងអស់គ្នាចូលធ្វើដំណើរកំសាន្តមកជាមួយនាងខ្ញុំឥឡូវទីតាំងមកដល់វ៉ាវគ្រាន់តែឃើញជាមួយនឹងខ្លោងទ្វារជាមួយនឹងភូមិដំណាក់ដំរីគឺធំញាក់សាច់តែម្ដងហើយអញ្ចឹងទៅនាងតិចទៀតនាងខ្ញុំនឹងនាំអារម្មណ៍បងប្អូនទាំងអស់គ្នាចូលទៅដល់ខាងក្នុងទាំងអស់គ្នាថាតើនៅខាងក្នុងនោះមានរៀបជាអ្វីខ្លះដែរហើយថ្ងៃដែលនាងខ្ញុំមកនោះគឺចំថ្ងៃទី12ថ្ងៃសង្ក្រាន្តនិយាយទៅថ្ងៃសង្ក្រាន្តឆ្នាំថ្មីនៅភូមិដំណាក់ដំរីតែម្ដងដែលមានការចូលរួមពីភ្ញៀវកិត្តិយសភ្ញៀវដូចថាអ្នកមកគេនៅក្នុងភូមិដំណាក់ដំរីហើយនឹងជាមួយនឹងការលក់អាហារជាច្រើនមុខហើយចំពោះនឹងតារាចម្រៀងរ៉េបលោករ៉េងហ្គោផងដែរហ្នឹងហើយគាត់នៅលើតារាចម្រៀងរ៉េងហ្គោចឹងរ៉េកដាក់គឺកាក់មេរ៉េងហ្គោមកសង្ក្រាន្តឆ្នាំថ្មីនៅភូមិដំណាក់ដំរីហ្នឹងហើយចឹងទៅនាងខ្ញុំក៏បានធ្វើដំណើរមកដល់ហ្នឹងហើយចំពោះការដែលលេងនេះនាងខ្ញុំសូមសរសើរចំពោះម្ចាស់រីសតគាត់តែម្ដងគាត់មិនដឹងជាគាត់រៀបចំដើម្បីចំណេញឬដើម្បីសុបាយទេព្រោះថាការដែលមកលេងនៅក្នុងការដែលធ្វើសង្ក្រាន្តនេះផងដែរបើតាមដឹងមកគឺថាមានកាដូរង្វាន់អីណាសិតតែមានការគេនៅកន្លែងរីសតគាត់ហើយជាមួយរង្វាន់ជាលុយរង្វាន់ជាការស្ទូចត្រីអូច្រើនមុខណាស់និយាយពីរង្វាន់គាត់ដាក់មែនតើដាក់ឲ្យអ្នកដែលថាមកគេនៅចំពោះរីសតនឹងហើយមានការដែលថាខ្ចប់កាដូរខ្ចប់នៅរង្វាន់នឹងត្រឡប់ទៅវិញហើយពេលខ្លះគេញ៉ាំអត់លុយទៀតនិយាយទៅគឺសាហាវញាក់សាច់តែម្ដងឥឡូវដើម្បីរៀបរាប់កាន់តែច្បាស់ហ្នឹងឥឡូវចូលជាមួយបន្ទប់រីសិបដើម្បីចង់ដឹងថាកន្លែងគេនៅកន្លែងណាឥឡូវរៀបរាប់យកអត់កន្លែងគេឥឡូវជាមួយបងអូនរីសិបហ្នឹងគាត់ជំរាបសួរខ្ញុំទៅសារជាមួយនឹងការរុះរាយរាក់ទាក់ហ្នឹងបានហៅថាខ្មែរយើងគឺមានគេហៅថាសុភាពរំទុំលើកដៃសាពះហ្នឹងគឺប្រជាជនខ្មែរយើងគឺអញ្ចឹងគេហៅថាអញ្ចឹងគ្រប់រាប់អានចំពោះអ្នកស្គាល់គ្នាអ្នកណាមិនស្គាល់បរទេសមកពីណាក៏ដោយក៏យើងរាក់ទាក់ចំពោះអ្នកដែលចូលរួមអ្នកដែលថាស្គាល់គ្នាមិនស្គាល់គឺរាប់អានគ្នាទៅជាបងប្អូនតែមួយហើយអញ្ចឹងទៅក៏នាងខ្ញុំនៅឆ្វេងដៃខ្ញុំហ្នឹងគឺកន្លែង breakfast អាហារ breakfast គេហ្នឹងហើយអញ្ចឹងអូនក៏ថាំងដល់ពេលយើងជិះឡានអាគុយអញ្ចឹងបងអូនក៏មកទទួលនាងខ្ញុំតើថាអូនតោះអញ្ចឹងខាងបងអូនក៏បានជូននាងខ្ញុំទៅខាងកន្លែងដែលនាងខ្ញុំគេងគឺបឹងគីឡូដែលនាងខ្ញុំគេងហ្នឹងអញ្ចឹងតិចទៀតទៅដល់កន្លែងនាងខ្ញុំនឹង review សម្រាប់កន្លែងគេងរបស់នាងខ្ញុំឥឡូវនាងខ្ញុំបានអូវលីចូលទៅហើយអញ្ចឹងឥឡូវយើងទៅមើលបន្ទប់បឹងគីឡូមកមើលថាតើបន្ទប់ស្អាតយ៉ាងណាទីតាំងនេះនាងខ្ញុំឲ្យ rate 10 លើ 10 តែម្ដងមិនថាកន្លែងគេងមិនថាទេសភាពនិយាយរួមគឺមโนរមនៅពេលដែលយើងធ្វើដំណើរឬយើងបើកទ្វារមកគឺខ្យល់ត្រជាក់ស្រួលតែម្ដងលះហើយស្រួលគឺមានអារម្មណ៍ថាគឺប្លែកពីអារម្មណ៍នៅផ្ទះនៅកន្លែងការងារនៅកន្លែងដែលយើងរកស៊ីតាមប្រមាណហ្នឹងគឺខុសប្លែកគ្នាដាច់តែម្ដង90ដឺក្រេហ្មងអញ្ចឹងតិចទៀតនឹងជួបជាមួយនឹងសង្ក្រាន្តឆ្នាំថ្មីទាំងអស់គ្នាNgồi thầy về Khăn chứ luôn mẹ ta À bà lo chơi nữa không cho bọn đây Chứ thầm quá bà Chứ là cái thầy là buôn nó bây Cái nạc cam ca ta sẽ được cái dột kia đó Chú khi tôi góc nè Chú tôi góc nè Chú Trời ơi Khi hai Bao thật tôi Thằng cho tôi góc nè mời Play Ê nào play đâu Hãy subscribe cho kênh Ghiền Mì Gõ để không bỏ lỡ những
យើងសบายទៅជាមួយគាត់រងសบายហើយកុំតឡើងទៅណាយើងជួបជាមួយរងដូផ្លុកទី2ឈាមដល់ទៀតមានអីណាមានយើងស្រស់ស្រាយត្រលើមរីករាយទៅលើផ្លេចផ្លេនេះសុខទៅបាយស្នាទៅបាយស្នាNào đã ra thời thơ ai vậy? Sống dung lẽ. Ok nào nè. Đứa nào nữa? Squat quad. Đấy. Đấy, ôm nâng trong mông. nước rồi Các bạn, bạn đã trên rồi thì bạn mang ca đấy nè. Ôi mà rung hồn bạn nâng hai chắc. Hãy subscribe cho kênh Ghiền Mì Gõ để không bỏ lỡ những video hấp dẫn